ចឹងយើងដឹងហើយថាដើម្បីសរសេរសមីការជាយ៉ុងកម្មបានយើងត្រូវដឹងថាហ្នឹងវាជាអាស៊ីតឬមួយក៏បាសខ្សោយឬមួយក៏អាស៊ីតឬមួយក៏បាសខ្លាំងចឹងបើវាជាអាស៊ីតខ្លាំងឬមួយក៏បាសខ្លាំងយើងប្រើសញ្ញាព្រួយទៅតែមួយឯងតែបើវាជាបាសខ្សោយឬមួយក៏អាស៊ីតខ្សោយយើងប្រើសញ្ញាព្រួយទៅមកចឹងចំពោះកគឺអាស៊ីតពេលក្លរិចចឹងវាជាអាស៊ីតខ្លាំងចឹងយើងដឹងហើយថាសមីការរបស់វាគឺប្រើព្រួយតែមួយឯងរៀនសរសេរមក HClO4 ជាអាល់កុលហើយយើងបូកមួយទឹកសញ្ញាព្រួយនេះគឺមានតែទៅឯងអញ្ចឹងយើងបានអ៊ីត្រូញូម H3O បូកហើយបូកជាមួយនឹងយកមកសាគឺ ClO4 ដកដែលយើងហៅថាពែក្លរ៉ានចូលមកដល់ខអាម៉ាញ៉ាអញ្ចឹងវាជាបាសខ្សោយអញ្ចឹងគឺវាមានទៅមានមកបូកឲ្យ OH ដងអញ្ចឹងនៅសល់2តិចគ្នាយើងអាចសាករៀនសរសេរបានដែលជាអាស៊ីតខ្លាំងហើយជាបាសខ្លាំង